ដើម្បីបើកឆាកនៅក្នុងកម្មវិធីនេះដែរលោកណយវ៉ាណេតដែលជាអ្នកចម្រៀងដ៏ល្បីនោះក៏បានអញ្ជើញមកចូលរួមហើយក៏បានជ្រើសរើសនៅចម្រៀងមួយបទដែលមានចំណងជើងថាសម្រាប់ឧស្សាហ៍វិរៈជ័យដែលបទនេះគឺនិពន្ធបទភ្លេងដោយមន្ទីរបរិស្ថាននៃខេត្តរតនគិរីហើយសម្រួលតន្ត្រីដោយក្រសួងបរិស្ថាននិងលោកមីងសុធីវ៉ាន់ដូច្នេះដើម្បីកុំឲ្យលោកស្រីនាងកញ្ញារងចាំយូរខ្ញុំសូមអញ្ជើញលោកណយវ៉ាណេតបានថាទុកជាមរតកសម្បត្តិធម្មជាតិសម្បូរចងលើកឡើងស្រណងអត់ឈានរាំងជ័យរឹកព្រៃសានធំភ្នំវែងអនឡាយទេសភាពចិត្តឆ្ងាយជាទីកយគុណបាក់សាបាក់សៃអស់ហាស្រែជ្រៀងដោយសូសំនៀងអូនច្រៀងបំពេបងនៅលើខ្នងភ្នំតូយំក្រលួចដួងចិត្តព្រឺព្រួចនឹកដល់រូបស្រីអស់អោរាំងជ័យខ្ញុំសូមសាច់ចាជួយថែរក្សាអ្នកមិនឲ្យមកអត់ឈានរាំងជ័យប្រពៃសោភាយើងទ្រាំសន្តានាស្នេហ៍ស្មងភាំងក្ដីមានអូខំផាជាកសិនសាងសីថាខ្ញុំស្នេហ៍ស្រីលោកខ្សៃសងខាសានឹកគ្រប់អនុសាទីធ្លាប់សច្ចានៅជ្រុងសាយសុងស្ដាប់សូរទឹកធ្លាក់ដូចភ្លេងប្រគំកំដរស្នេហ៍មុំហើយនឹងមានបងសានឹកគ្រប់អនុសាទីធ្លាប់សច្ចានៅជ្រុងសាយសុងស្ដាប់សូរទឹកធ្លាក់ដូចភ្លេងប្រគំកំដរស្នេហ៍មុំហើយនឹងមានបងចាសូមថ្លែងអំណរគុណដល់លោកណយវ៉ាណេតដែលលោកបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីនីតិតន្ត្រីធម្មជាតិដែលរៀបចំឡើងដោយក្រសួងបរិស្ថាននិងអគ្គនាយកដ្ឋានទូតជាតិកម្ពុជាហើយនាងខ្ញុំក៏សូមជូនវត្ថុអនុស្សាវរីយ៍ដែលបានមកពីការឧបត្ថម្ភរបស់សាឡាខីចាហើយបាច់ផ្កានេះគឺបានមកពីការឧបត្ថម្ភរបស់កញ្ញាអាតាដែលលោកផ្កាស្ថិតនៅខាងកើតផ្សារធំថ្មីហើយក្នុងនោះដែរហាងមាសគួងហុងក៏បានពេញចិត្តជូននៅវត្ថុអនុស្សាវរីយ៍ដល់លោកដែរចាសូមថ្លែងអំណរគុណលោកស្រីនាងកញ្ញាបទសម្រាប់អូសៀនវិរៈជ័យដែលច្រៀងដោយលោកណយវ៉ាណេតអបាញ់មិញនេះបានរស័ព្ទពីអារម្មណ៍របស់លោកស្រីនាងកញ្ញាហើយ